ធ្វើឲ្យលើសនិងឲ្យហួសចំណុចដែលសំខាន់បំផុតគឺធ្វើឲ្យមានស្វ័យគុណសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA បាទទាំងជាបឋមក៏ជាថ្មីមួយទៀតសូមគោរពជំរាបសួរបងប្អូនអ្នកដឹកនាំទាំងអស់គ្នា DG បាទថ្ងៃនេះខ្ញុំមានធានបទមួយដែរហើយក៏អាចថាចូលទៅក្នុងចំណុចទី1នៃរូបមន្តទី1ហ្នឹងដែរប៉ុន្តែខ្ញុំនឹងសាកល្បងឆ្លើយសំណួរមួយដែលថាហេតុអ្វីអ្នកដឹកនាំត្រូវធ្វើឲ្យលើសនិងឲ្យហួសពីការរំពឹងទុកអញ្ចឹងវានៅក្នុងโซนអ្នកដឹកនាំកុំធ្វើលេងៗចង់បានលទ្ធផលមែនតើបងប្អូនទាំងគ្នាហេតុអីបានយើងត្រូវធ្វើឲ្យលើសនិងឲ្យហួសពីការរំពឹងទុកក្នុងនាមយើងគឺជាអ្នកនាំពីព្រោះក្នុងនាមយើងជាអ្នកនាំគឺជាមនុស្សម្នាក់ដែលជាគំរូសម្រាប់មនុស្សដែលនៅក្រោមបង្គាប់បញ្ជារបស់យើងបើសិនជាអ្នកដឹកនាំយើងធ្វើអ្វីមួយខ្វះមុខខ្វះក្រោយធ្វើអ្វីមួយដែលវាមិនបានសម្រេចគឺវាបង្ហាញចំណុចអវិជ្ជមានទៅកាន់អ្នកដែលនៅក្រោមបង្គាប់បញ្ជាហើយឥទ្ធិពលរបស់យើងក៏ធ្លាក់ទៅតាមនោះដែរនៅក្នុងពាក្យថាធ្វើឲ្យលើសនិងធ្វើឲ្យហួសតើវាមានន័យថាម៉េចធ្វើឲ្យលើសនិងឲ្យហួសចំណុចដែលសំខាន់បំផុតគឺធ្វើឲ្យមានស្វ័យគុណស្វ័យគុណនៅក្នុងគណិតវិទ្យាយើងដឹងមានន័យថា10ស្វ័យគុណ3តើស្មើប៉ុន្មាន10ស្វ័យគុណ3ស្មើ1000មានន័យថាក្នុងនាមយើងជាអ្នកនាំគឺធ្វើម៉េចធ្វើឲ្យមានស្វ័យគុណយើងឧទាហរណ៍នៅក្នុងគ្រួសារមួយបើសិនជាឪពុកម្ដាយហ្នឹងកូនរបស់គាត់រំពឹងពីគាត់ថាចង់រៀនតែនៅក្នុងស្រុកទេប៉ុន្តែឪពុកម្ដាយបានបញ្ជូនគាត់ទៅរៀនទៅដល់ក្រៅប្រទេសតើវាលើសពីការរំពឹងទុករបស់កូនទេវាលើសពីការរំពឹងទុកអញ្ចឹងក្នុងនាមជាអ្នកនាំគឺត្រូវតែធ្វើឲ្យលើសពីការរំពឹងទុករបស់អ្នកដើរតាមឬក៏កូនបើសិនជានៅក្នុងសាលារៀនសិស្សរំពឹងតែចេះតែ10ទេប៉ុន្តែបើយើងឲ្យគាត់ចេះ100តើលើសពីការរំពឹងទុករបស់គាត់ទេគឺវាលើសពីការរំពឹងទុកអញ្ចឹងក្នុងនាមជាអ្នកនាំគឺត្រូវតែធ្វើឲ្យលើសពីការរំពឹងទុកក្នុងនាមជាអ្នកនាំនៅក្នុងស្ថាប័នក៏ដូចគ្នាដែរបើសិនជារំពឹងទុកក្នុងនាមជាបុគ្គលិកចំណេញឆ្នាំនឹងតែ 5% ទេប៉ុន្តែបើអ្នកនាំធ្វើឲ្យចំណេញដល់ 100% តើវាលើសការរំពឹងទុកទេគឺវាលើសពីការរំពឹងទុកចុងក្រោយឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាថ្នាក់ដឹកនាំរបស់យើងមានន័យថាឆ្នាំ2030ខ្លាចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ម្នាក់អាចមានចន្លោះពី$4000ទៅ$5000 2050ខ្លាចទៅជាប្រទេសអ្នកមានចំណូលខ្ទង់10000ជាងក្នុងម្នាក់ក្នុងមួយឆ្នាំចុះបើសិនជាអ្នកដឹកនាំយើងគាត់ធ្វើឲ្យមានការភ្ញាក់ផ្អើលមួយដែលថាដល់ឆ្នាំ2050យើងទាំងអស់គ្នាមានចំណូលក្នុងម្នាក់ក្នុងមួយឆ្នាំរហូតដល់$20000តើវាលើសការរំពឹងទុកទេនេះគឺជាកាតព្វកិច្ចមួយរបស់អ្នកដឹកនាំគឺត្រូវធ្វើម៉េចឲ្យលើសពីការរំពឹងទុកទាំងឪពុកម្ដាយទាំងគ្រូទាំងអ្នកដឹកនាំសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA